អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ AK-47 គឺជាកាំភ្លើងដែលយើងតែងតែឃើញក្នុងដៃកងទ័ពកម្ពុជាប៉ុន្តែសប្តាហ៍ថ្ងៃនេះមានកាំភ្លើងមួយប្រភេទទៀតដែលកំពុងតែបង្ហាញវត្តមានកាន់តែច្រើនឡើងនោះគឺ QBZ-95 កាំភ្លើងវាយប្រហារបែបបុលប៉ាប់ដែលអភិវឌ្ឍដោយប្រទេសចិននិងមានការរចនាខុសប្លែកពីអាវុធដែលកម្ពុជាធ្លាប់ប្រើពីអតីតកាលហេតុអ្វីបានជាកម្ពុជាជ្រើសរើសយកវាមកប្រើប្រាស់តើវាមានសមត្ថភាពអ្វីខ្លះហើយតើវាពិតជាអាចជំនួសកាំភ្លើង AK-47 ដ៏ល្បីល្បាញបានដែរឬទេតើកាំភ្លើងនេះបានចូលបម្រើការក្នុងកងយុទ្ធពលខេមរភូមិន្ទតាំងពីឆ្នាំណានៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីប្រវត្តិការអភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់ QBZ នៅក្នុងកងយុទ្ធពលខេមរភូមិន្ទដើម្បីស្វែងយល់ពី QBZ-95 យើងត្រូវត្រឡប់ទៅទសវត្សរ៍ឆ្នាំ 80 ជាមុនសិនអស់រយៈពេលជាច្រើនឆ្នាំកងទ័ពចិនបានប្រើប្រាស់កាំភ្លើង Type 56ដែលជាកំណែចិនចម្លងនិងផលិតក្នុងស្រុកចេញពីកាំភ្លើងវែងដ៏ល្បីបំផុតមួយរបស់សហភាពសូវៀតគឺ AK-47 វាជាកាំភ្លើងដែលមានភាពធន់រឹងមាំទុកចិត្តបាននិងអាចប្រើប្រាស់បានក្នុងគ្រប់ស្ថានភាពសមរភូមិប៉ុន្តែសង្គ្រាមក្នុងសម័យទំនើបកំពុងផ្លាស់ប្ដូរកងទ័ពក្នុងពេលបច្ចុប្បន្ននេះត្រូវការកាំភ្លើងដែលស្រាលជាងមុនទាហានត្រូវការយកគ្រាប់កាំភ្លើងតាមខ្លួនបានច្រើនជាងមុនហើយការបាញ់ឲ្យបានត្រឹមត្រូវនៅចម្ងាយមធ្យមក៏កាន់តែមានសារៈសំខាន់លើពីនេះចិនក៏ចង់បង្កើតអាវុធដែលជាបច្ចេកវិទ្យារបស់ខ្លួនដោយមិនពឹងផ្អែកលើការរចនារបស់សូវៀតទៀតនោះឡើយដូច្នេះនៅចុងទសវត្សរ៍ឆ្នាំ 80 ក្រុមវិស្វកររបស់ក្រុមហ៊ុន Norinco បានចាប់ផ្ដើមអភិវឌ្ឍកាំភ្លើងចំនួនថ្មីមួយជំនួសឲ្យការកែប្រែ Type 56ពួកគេបានជ្រើសរើសការរចនាបែប Bullpup ដែលបដូរកន្លែងដាក់បង់និងប្រព័ន្ធបាញ់នៅខាងក្រោយនៃស្នាប់ដៃកាន់ការរចនាបែបនេះអនុញ្ញាតឲ្យកាំភ្លើងមានបំពង់កាណុងវែងសម្រាប់បង្ការល្បឿនគ្រាប់និងសុក្រតភាពចំពោះគោលដៅខណៈដែលប្រវែងសរុបរបស់កាំភ្លើងនៅតែខ្លីជាងកាំភ្លើងវែងទូទៅដូចជា M4 ឬក៏ AK ដែលវាធ្វើឲ្យងាយស្រួលប្រើប្រាស់ក្នុងទីកន្លែងចង្អៀតឬក្នុងរថយន្តយោធាបន្ទាប់ពីការស្រាវជ្រាវនិងសាកល្បងអស់ជាច្រើនឆ្នាំ QBZ-95 បានចូលបម្រើការក្នុងកងទ័ពរំដោះប្រជាជនចិនជាផ្លូវការនៅក្នុងឆ្នាំ 1997 មិនយូរប៉ុន្មានវាក៏បានក្លាយជាកាំភ្លើងស្តង់ដារសម្រាប់កងទ័ពជើងគោកកងម៉ារីនកងទ័ពអាកាសនិងអង្គភាពពិសេសជាច្រើនរបស់ប្រទេសចិននៅដើមទសវត្សរ៍ឆ្នាំ 2000 កម្ពុជាបានចាប់ផ្ដើមធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាបន្តបន្ទាប់ជាមួយនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងចិនអាវុធនិងសម្ភារៈយោធាផលិតដោយចិនជាច្រើនប្រភេទបានចាប់ផ្ដើមចូលមកបម្រើការនៅក្នុងកងយុទ្ធពលខេមរភូមិន្ទក្នុងចំណោមនោះក៏មានកាំភ្លើងវាយប្រហារ QBZ-95 ផងដែរនៅឆ្នាំ 2007 កាំភ្លើង QBZ-95 បានចូលបម្រើការក្នុងកងយុទ្ធពលខេមរភូមិន្ទដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនទោះបីជាភាគីកម្ពុជាមិនបានប្រកាសជាផ្លូវការអំពីចំនួនកាំភ្លើងដែលទទួលបានក៏ដោយក៏រូបភាពនិងវីដេអូអំពីការវឹកវើក្បួនព្យុះយាត្រានិងសមយុទ្ធយោធាជាច្រើនបានបង្ហាញឲ្យឃើញថា QBZ-95 ត្រូវបានប្រើប្រាស់ដោយអង្គភាពមួយចំនួននៃកងយុទ្ធពលខេមរភូមិន្ទជាពិសេសបញ្ជាការដ្ឋានកងអង្គរៈនិងអង្គភាពទ័ពពិសេសឆ័ត្រយង911ការបំពាក់កាំភ្លើងនេះមិនត្រឹមតែបង្កើនសមត្ថភាពប្រយុទ្ធរបស់ទាហានប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយោធាដែលកាន់តែជិតស្និទ្ធរវាងកម្ពុជានិងចិនសប្តាហ៍ថ្ងៃនេះ QBZ-95 អាចត្រូវបានឃើញក្នុងការវឹកវើសមយុទ្ធរួមនៅពិធីយោធាផ្សេងៗរបស់កងយុទ្ធពលខេមរភូមិន្ទរួមជាមួយរថក្រោះរថយន្តយោធាប្រព័ន្ធការពារដែនអាកាសនិងសម្ភារៈយោធាជាច្រើនទៀតដែលគ្រប់គ្រងដោយចិនQBZ-95 បានក្លាយជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពកម្ពុជាប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យកាំភ្លើងនេះខុសប្លែកពី AK-47 ឬក៏ M16 ហើយតើសមត្ថភាពពិតប្រាកដរបស់វាមានអ្វីខ្លះនៅពេលឃើញ QBZ-95 ជាលើកដំបូងមនុស្សភាគច្រើននឹងសម្គាល់ឃើញភ្លាមថាវាមានរូបរាងខុសប្លែកពីកាំភ្លើងវាយប្រហារទូទៅចំណុចពិសេសបំផុតគឺការរចនាបែប Bullpup ដែលបដូរកន្លែងដាក់បង់និងប្រព័ន្ធបាញ់នៅខាងក្រោយនៃស្នាប់ដៃកាន់ QBZ-95 មានប្រវែងសរុប746មីលីម៉ែត្រប៉ុន្តែបំពង់កាណូនរបស់វាមានប្រវែងរហូតដល់463មីលីម៉ែត្រដែលស្មើនឹងកាំភ្លើងវាយប្រហារទំហំធំជាច្រើនប្រភេទវាមានទម្ងន់ 3.25 គីឡូក្រាមដោយមិនរាប់បញ្ចូលជាមួយបង់និងគ្រាប់កាំភ្លើងនេះប្រើប្រាស់គ្រាប់ទំហំ 5.8 គុណ42មីលីម៉ែត្រដែលជាគ្រាប់កាំភ្លើងផលិតដោយប្រទេសចិនផ្ទាល់ចិនបានអភិវឌ្ឍគ្រាប់ប្រភេទនេះដើម្បីឲ្យមានល្បឿនខ្ពស់កម្លាំងបាញ់ទម្លុះបានល្អនៅចម្ងាយឆ្ងាយហើយបើយើងនិយាយអំពីប្រព័ន្ធប្រតិបត្តិការរបស់វាវិញ QBZ-95 ប្រើប្រាស់ប្រព័ន្ធបាញ់ដោយឧស្ម័ន Gas Operate ជាមួយក្បាលបិទបង្វិលដែលជួយឲ្យការបាញ់មានស្ថិរភាពនិងអាចទុកចិត្តបានក្នុងស្ថានភាពប្រយុទ្ធផ្សេងៗវាអាចបាញ់បានទាំងម្ដងមួយគ្រាប់ Semi Automatic និងបាញ់ស្វ័យប្រវត្តិ Fully Automatic
កំភ្លើងនេះអាចផ្ទុកបង់ចំនួន30គ្រាប់ក្នុងមួយបង់ហើយវាក៏អាចប្រើប្រាស់បង់ត្រឡោកដែលមាន75គ្រាប់ក្នុងមួយបង់បានផងដែរភ្ជាប់ជាមួយល្បឿន650គ្រាប់ក្នុង1នាទីវាអាចធ្វើឲ្យទាហានងាយស្រួលក្នុងការធ្វើប្រតិបត្តិការគ្រប់បេសកកម្មទាំងអស់រីឯចំពោះចម្ងាយបាត់របស់វាវិញវាអាចបាញ់បានយ៉ាងមានប្រសិទ្ធភាពប្រហែល400ម៉ែត្រលើគោលដៅមនុស្សនិងអាចគ្របដណ្ដប់លើតំបន់គោលដៅរហូតដល់600ម៉ែត្រអាស្រ័យទៅលើបច្ចេកទេសអ្នកបាញ់និងឧបករណ៍ជំនួយបន្ថែមទៅលើអាវុធលើពីនេះ QBZ-95 ក៏អាចបំពាក់ឧបករណ៍បន្ថែមដូចជាកៅយិត Optical Sign ឧបករណ៍មើលពេលយប់ Night Vision និងឧបករណ៍ Laser ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធទាំងពេលថ្ងៃនិងពេលយប់តែការរចនាបែប Bullpup និងគ្រាប់កាំភ្លើង 5.8 មីលីម៉ែត្រអាចធ្វើឲ្យ QBZ-95 ប្រកួតប្រជែងជាមួយ M4 AK-74 ឬក៏ Tavor TAO-21 បានដែរឬទេនេះគឺជាសំណួរដែលមនុស្សជាច្រើនតែងតែសួរបើប្រៀបធៀបជាមួយនឹង AK-47 ឬក៏ Type 56ដែលចិនធ្លាប់ប្រើ QBZ មានសុក្រឹតភាពខ្ពស់ជាងដោយសារវាប្រើប្រាស់គ្រាប់ទំហំ 5.8 គុណនឹង 42 មីលីម៉ែត្រវាគឺជាគ្រាប់ដែលមានល្បឿនលឿនជាងនិងមានសមត្ថភាពបុកទម្លុះគោលដៅបានល្អជាងមិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយឲ្យកាំភ្លើងនេះរក្សាកម្លាំងធាក់ថយក្រោយបានយ៉ាងល្អនៅពេលដែលបាញ់រះក្នុងចំនួនច្រើនគ្រាប់ជាប់ៗគ្នាការរចនាខ្លីបែប Bullpup បានជួយឲ្យកាំភ្លើងនេះនៅតែរក្សាទម្រង់ដើមនៃបំពង់កាណុងវែងដែលជួយបង្កើនល្បឿនគ្រាប់និងភាពត្រឹមត្រូវក្នុងការបាញ់បើប្រៀបធៀបជាមួយ M4 របស់សហរដ្ឋអាមេរិក QBZ-95 មានអត្ថប្រយោជន៍ច្រើនផ្នែកបំពង់កាណុងមានប្រវែងវែងនិងការរចនាដែលសមស្របសម្រាប់ការប្រយុទ្ធក្នុងទីតាំងចង្អៀតប៉ុន្តែ M4 មានអត្ថប្រយោជន៍ក្នុងការភាពងាយស្រួលប្រើប្រាស់ជាងប៊ូតុងបញ្ជាការបដូរបង់គ្រាប់និងការបំពាក់គ្រឿងបន្ថែមទៅលើ M4 មានភាពងាយស្រួលនិងលឿនជាងចំណែកឯ AK-74 របស់រុស្ស៊ីវាល្បីល្បាញខាងភាពរឹងមាំនិងអាចដំណើរការបានល្អទោះស្ថិតក្នុងបរិយាកាសធូលីភក់ឬអាកាសធាតុអាក្រក់ក៏ដោយ QBZ-95 ក៏អាចទុកចិត្តបានដែរប៉ុន្តែការថែទាំនិងការប្រើប្រាស់ត្រូវការការវឹកវើបន្ថែមបន្តិចរីឯ TAO-21 របស់អ៊ីស្រាអែលវាក៏ប្រើការរចនាបែប Bullpup ដូចគ្នាកាំភ្លើងទាំងពីរមានទំហំតូចងាយស្រួលប្រើក្នុងការប្រយុទ្ធនៅក្នុងទីក្រុងឬក្នុងអគារដូចគ្នាប៉ុន្តែ TAO-21 ទទួលបានការកោតសរសើរច្រើនជាងដោយសារតែការរចនាងាយស្រួលប្រើសម្រាប់ទាហានទាំងដៃស្ដាំនិងដៃឆ្វេងចំណែកឯ QBZ-95 ចំនួនដំបូងត្រូវបានគេរិះគន់ថាការផ្លាស់ប្ដូរបង់គ្រាប់មិនសូវលឿនហើយសម្បកគ្រាប់ដែលបាញ់ចេញមកអាចរំខានដល់អ្នកប្រើដែលបាញ់ដោយដៃឆ្វេងប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់កងទ័ពដែលទទួលការវឹកវើជាប្រចាំ QBZ-95 នៅតែជាកាំភ្លើងដែលមានភាពត្រឹមត្រូវអាចទុកចិត្តបាននិងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់សមរភូមិសម័យទំនើប QBZ-95 មិនមែនជាកាំភ្លើងតែមួយ model នោះទេក្រោយពីវាចូលបម្រើការក្នុងកងទ័ពរំដោះប្រជាជនចិនក្រុមវិស្វករបានអភិវឌ្ឍវាទៅជាច្រើន version ដែលអាចបំពេញតួនាទីផ្សេងៗគ្នានៅលើសមរភូមិសម្រាប់ model ដំបូងគឺ QBZ-95 ដែលជាកាំភ្លើងវាយប្រហារស្តង់ដារសម្រាប់ទាហានថ្មើរជើងបន្ទាប់មកគឺ QBZ-95B ដែលជា version មានប្រវែងខ្លីជាងមុនហើយដោយសារវាមានបំពង់កាណុងខ្លីនៅទំហំតូចវាសមស្របបំផុតសម្រាប់កងកម្លាំងពិសេសអ្នកបើកបររថភេទដែកនិងទាហានដែលត្រូវប្រតិបត្តិការក្នុងទីតាំងចង្អៀតបន្ថែមពីលើនេះក៏មាន QBB-95 ដែលជាកាំភ្លើងគាំទ្រសម្រាប់ប្រតិបត្តិការវាយលុក Squad Automatic Weapon វាមានបំពង់កាណុងវែងនិងធ្ងន់ជាងនិងអាចប្រើបង់ត្រឡោកដែលមាន75គ្រាប់ដើម្បីបាញ់គាំទ្រជាបន្តបន្ទាប់នៅក្នុងពេលប្រយុទ្ធក្រោយមកចិនក៏បានអភិវឌ្ឍ QBZ-95.1 ដែលជាចំនួនកែលម្អទោះបីជាប្រទេសចិនមិនបានចូលរួមក្នុងសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងកាំភ្លើង QBZ-95 ដែលកំពុងបម្រើការក៏ដោយក៏កាំភ្លើងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការវឹកវើយោធាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបេសកកម្មការពារព្រំដែននិងប្រតិបត្តិការប្រឆាំងប្រវត្តិកម្មលើពីនេះវាក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនរួមទាំងកម្ពុជាយើងផងដែរជាង2ទសវត្សរ៍មកហើយ QBZ-95 បានក្លាយជាកាំភ្លើងដែលមនុស្សជាច្រើនស្គាល់ថាជានិមិត្តរូបនៃកងទ័ពទំនើបរបស់ប្រទេសចិនដោយអាវុធគ្រប់ប្រភេទដែរ QBZ-95 មានទាំងគុណសម្បត្តិនិងគុណវិបត្តិដោយចាប់ផ្ដើមពីចំណុចខ្លាំងការរចនាបែប Bullpup ធ្វើឲ្យវាមានទំហំតូចងាយស្រួលប្រើប្រាស់ក្នុងព្រៃទីក្រុងអគារឬនៅក្នុងរថយន្តយោធាជាពិសេសបេសកកម្មនៅក្នុងទីតាំងចង្អៀតទោះបីជាកាំភ្លើងនេះមានប្រវែងខ្លីក៏ដោយក៏វានៅតែរក្សាបំពង់កាណុងវែងដូចជាកាំភ្លើងស្តង់ដារទូទៅផងដែរដែលវាជួយបង្កើនល្បឿនគ្រាប់និងសុក្រឹតភាពចំពោះគោលដៅក្នុងការបាញ់គ្រាប់កាំភ្លើងទំហំ 5.8 គុណ42 មីលីម៉ែត្រក៏មានទម្ងន់ស្រាលជាងគ្រាប់ធំៗមួយចំនួនដែលអនុញ្ញាតឲ្យទាហានអាចផ្ទុកគ្រាប់បានច្រើនជាងមុននៅពេលចេញទៅបំពេញបេសកកម្មដែលមិនធ្វើឲ្យទាហានមានអារម្មណ៍ថាធ្ងន់ពេកនោះទេ QBZ-95 ក៏មានភាពអាចទុកចិត្តបាននិងអាចដំណើរការល្អក្នុងស្ថានភាពប្រយុទ្ធផ្សេងៗប្រសិនបើមានការថែទាំបានត្រឹមត្រូវ
ដោយសរុបសេចក្តីមកវិញ QBZ95 មិនមែនគ្រាន់តែជាកាំភ្លើងវាយប្រហារមួយដើមប៉ុណ្ណោះទេវាគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរឧស្សាហកម្មការពារជាតិចិនពីការផលិតអាវុធដោយផ្អែកទៅលើការរចនាបរទេសទៅជាការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនឯងជាមួយនឹងការរចនាបែបបុលប៉ាប់ QBZ95 បានក្លាយជាកាំភ្លើងដែលបំពាក់ឲ្យទាហានរាប់លាននាក់របស់ប្រទេសចិនហើយចាប់តាំងពីឆ្នាំ2007មកវាក៏បានក្លាយជាផ្នែកមួយនៃកងយុទ្ធពលខេមរៈភូមិន្ទផងដែរមិនថាក្នុងការវឹកវើការធ្វើសមយុទ្ធឬក៏បេសកកម្មការពារជាតិ QBZ95 បានបង្ហាញថាកាំភ្លើងដែលមានទំហំតូចមិនមែនមានន័យថាសមត្ថភាពតូចនោះទេ